អនុញ្ញាតគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់គំនិត News សម្រាប់ព័ត៌មាននៅថ្ងៃត្រង់ថ្ងៃទី22ខែឧសភាឆ្នាំ2026នេះខ្ញុំមានព័ត៌មានថ្មីក្តៅតនហេតុការណ៍ពាក់ព័ន្ធទៅនឹងករណីដែលកំពុងតែកើតឡើងនៅប្រទេសថៃបងប្អូនណាបាទយើងឃើញថាព័ត៌មាននៅថៃកំពុងតែវឹកវរមែនទែនពាក់ព័ន្ធទៅនឹងគ្រោះទឹកជំនន់អគ្គីភ័យនិងព័ត៌មានផ្សេងទៀតប៉ុន្តែសម្រាប់ Channel នេះខ្ញុំផ្ដោតសំខាន់ទៅលើព័ត៌មានអសន្តិសុខដូចជាគ្រឿងញៀននិងការបាញ់ប្រហារជាដើមយ៉ាងណាយើងឃើញថាមានករណីបង្ក្រាបគ្រឿងញៀនមួយនៅប្រទេសថៃបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរពីសំណាក់ប្រជាជនថៃព័ត៌មានតនហេតុការណ៍ករណីបង្ក្រាបនៅករណីរត់ដូរជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយតាមបណ្ដោយព្រំដែនកងកម្លាំងចម្រុះដេញប្រមាញ់កែនៅពួកក្រុមទុច្ចរិតរឹបអូសគ្រឿងញៀនបានជាង1លានគ្រាប់នៅមាត់ច្រាំងទន្លេមេគង្គទន្លេមេគង្គគេបាទមុនពេលបំរុងដឹកជញ្ជូនទៅចូលទីក្រុងបាងកកបាទអញ្ចឹងគឺគេបានបង្ក្រាបនៅបញ្ហាគ្រឿងញៀនបាទគឺមុនចូលការដឹកហ្នឹងទៅទីក្រុងបាងកកអញ្ចឹងឃើញថារឿងរ៉ាវគ្រឿងញៀននៅប្រទេសថៃនេះគឺមានច្រើនមែនតើបាទមិនមែនតែមួយទេ3 4 5 6កន្លែងហ្នឹងគឺមួយថ្ងៃសម្បូរទៅដោយគ្រឿងញៀនហ្នឹងគឺសម្បូរមែនតើយ៉ាងណាយើងមកមើលព័ត៌មាននេះបន្តទៀតបាទយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានថៃបាទដឹងថានៅវេលាម៉ោង 4:20 នាទីទៀបភ្លឺថ្ងៃទី22ខែឧសភាឆ្នាំ2026គឺថ្ងៃនេះតែម្ដងកងអនុសនាធំទាហានព្រានលេខ2119នៃអង្គភាពព័ន្ធកងទ័ពព្រានលេខ21សហការនឹងបង្រួបរวมកងកម្លាំងយ៉ាងល្អិតល្អួនមួយរួមជាមួយមន្ត្រីនគរបាលប៉ុស្តិ៍ផ្សេងទៀតមកពីស្រុកបានឈុំរួមទាំងអាជ្ញាធរពាក់ព័ន្ធផ្នែកសន្តិសុខនៅតំបន់ដើម្បីបើកប្រតិបត្តិការចោះល្បាតនិងត្រួតពិនិត្យធ្វើការពួនស្ទាក់ពិនិត្យយ៉ាងតឹងរឹងតាមបណ្ដោយខ្សែបន្ទាត់ព្រំដែននៅក្នុងគោលបំណងដើម្បីទប់ស្កាត់ការបង្ក្រាបលួចលាក់ជួញដូរគ្រឿងញៀនដោយខុសច្បាប់ប្រទេសជិតខាងពីចេញពីប្រទេសជិតខាងមកកាន់តំបន់ប្រទេសក្នុងនៃប្រទេសថៃបាទអញ្ចឹងចេញពីប្រទេសជិតខាងយើងអាចបានដឹងថាប្រហែលជាខ្ទង់ប្រហែលជាមីយ៉ាន់ម៉ាអីបាទអាចចេញពីមីយ៉ាន់ម៉ាមកបរិបត្តិការល្បាតនិងបង្ក្រាបដល់ក្តៅគុកនេះបានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានទទួលប្រភពព័ត៌មានពីភ្នាក់ងារសម្ងាត់បានផ្ដល់មួយជ្រុងនៅខ្សែរយៈក៏ដូចជាបានធ្វើការតាមបណ្ដាញមានការលួចលាក់ចរាចរណ៍ដឹកជញ្ជូនគ្រឿងញៀនដ៏ធំសម្បើមមួយចូលក្នុងតំបន់ភូមិសាស្ត្រនេះភ្លាមនោះកម្លាំងសមត្ថកិច្ចជំនាញមកពីទីតាំងផ្សេងរៀបចំផែនការដាក់ពង្រាយកងកម្លាំងបង្កប់យ៉ាងក្រាស់នៅតំបន់ចំណុចប្រឈមមុខដែលស្ថិតនៅក្នុងមាត់ច្រាំងទន្លេក្បែរផ្លូវជាតិលេខ221តំបន់ភូមិសងាងឃុំភៀកទី4ឃុំលួងភិឆៃស្រុកប៉ាឈុំខេត្តខេត្តឈើលឹសខេត្តលើយប្រទេសថៃបាទខេត្តលើយប្រទេសថៃខេត្តហ្នឹងខ្ញុំមិនសូវបានស្គាល់ទេបាទជាស្គាល់តែខេត្តជាប់ប្រទេសខ្មែរអញ្ចឹងខេត្តលើយខេត្តនេះគឺជាមិនសូវបានឮទេបាទលុះដល់ពេលវេលាកំណត់កម្លាំងសមត្ថកិច្ចបានប្រទះឃើញរថយន្តសង្ស័យមួយគ្រឿងបើកបរមកឈប់នៅក្បែរចិញ្ចើមផ្លូវបន្ទាប់មកស្រាប់តែលេចមុខក្រុមបរិសុទ្ធ3នាក់ទៀតពាក់អាវខ្មៅធ្វើសកម្មភាពយ៉ាងសង្ស័យដោយបានជួយលើកកញ្ចប់ពណ៌ខ្មៅធំដាក់ចូលក្នុងទ្រុងខាងក្នុងរថយន្តហើយមកទៀតក៏មិនស្រួលអាជ្ញាធរបានបង្ហាញខ្លួននិងស្រែកឲ្យឈប់ធ្វើសកម្មភាពជាបន្ទាន់ទោះបីយ៉ាងណាក៏ដោយក្រុមជនល្មើសនៅពេលដែលកលេចឃើញសមត្ថកិច្ចពួកគេក៏បានដាក់មេប្រូចអស់ទៅបាទហើយមន្ត្រីជំនាញបានធ្វើការស្ទាក់ក៏ដូចជាធ្វើយ៉ាងណាចាប់ពួកគេបានប៉ុន្តែជាក់ស្ដែងគឺមិនបានទេដោយសារពួកគេបានរត់គេចខ្លួនឡើងប្រងព្រាតនៅក្នុងនោះជនល្មើសបានលួចនៅទូកស្មាច់វែងមួយទៀតពីប្រជាពលរដ្ឋក្បែរក្បែរនោះគឺលួចទូកស្មាច់2គ្រឿងរួចក៏បើកឆ្លងកាត់ទន្លេគេចខ្លួនបាត់តែម្ដងបាទចំណែកឯរថយន្តមួយគ្រឿងដែលបានបន្សល់ទុកនោះគឺត្រូវបានរឹបអូសយកមកទុកក្នុងការិយាល័យរបស់ប៉ូលីសក្រោយពីបានគ្រប់គ្រងនិងចូលធ្វើការពិនិត្យយ៉ាងល្អិតល្អន់ពីកន្លែងកើតហេតុទាំងសមាជិករកឃើញថាវត្ថុតាំងមានតាំងពីថ្នាំញៀនរាប់សិបមុខឯណោះបាទគឺមានសារធាតុញៀនខុសច្បាប់មួយប្រភេទគឺថ្នាំញៀនយ៉ាងម៉ាតកនិងថ្នាំផ្សេងទៀតចំនួន3បាវធំត្រួតពិនិត្យបឋមឃើញថាមានចំនួនសរុបរហូតដល់1លានគ្រាប់ជាងឯណោះទូកស្មាច់មួយគ្រឿងទៀតបានរឹបអូសមកដែរការសន្និដ្ឋានបឋមអាជ្ញាធរក៏ដូចជាអ្នកជំនាញបាននឹងធ្វើការរក្សាក៏ដូចជាបានធ្វើការសិក្សាថាពួកគេអាចថាឆ្លងដែនពេញចេញពីប្រទេសផ្សេងដើម្បីយកមកលក់នៅក្នុងទីក្រុងបាងកក
ផ្អែកលើការអភិភិអរិយាប័ត្រនិងខ្សែបន្ទាត់នៃការដឹកជញ្ជូនមន្ត្រីជំនាញនិងសន្តិសុខវាម្លាយថាថ្នាំញៀននេះអាចជារបស់បណ្ដាញជួញដូរគ្រឿងញៀនខ្នាតធំដែលមានមូលដ្ឋាននៅតំបន់ភូមិភាគកណ្ដាលនៃប្រទេសក្រុមនេះមានផែនការដឹកជញ្ជូនគ្រឿងញៀនទាំងអស់ទៅកាន់ទីក្រុងបាងកកនៃប្រទេសថៃបាទនេះគឺជាព័ត៌មានខ្លះៗពាក់ព័ន្ធទៅនឹងបញ្ហាកំពុងកើតឡើងនៅប្រទេសថៃបាទ